បាទហ្នឹងហើយថ្ងៃហ្នឹងដែរគឺយើងមកសង្ខេបសាច់រឿងខ្លីៗយើងជាបន្តទៀតហ្នឹងហើយបើមានកន្លែងណាខុសឆ្គងអីសូមអធិស្ឋានផងដែរដែលសារឲ្យខ្ញុំមកនិយាយពីសាច់រឿងខ្លះៗរបស់សៀវយានអញ្ចឹងណាតោះឥឡូវនេះចូលសាច់រឿងយើងទាំងអស់គ្នាតែម្ដងទៅសៀវយានអស់រយៈពេលដែលគេបានមើលងាយជាច្រើនឆ្នាំគាត់មិនអាចវឹកហាត់យុទ្ធសាស្ត្រឡើងបានវិញនោះទេសមាជិកគ្រួសារហើយនិងមនុស្សជាច្រើនបានមើលងាយគាត់យ៉ាងខ្លាំងថាគាត់គឺជាមនុស្សដែលអត់បានការសូម្បីតែគូដណ្ដឹងរបស់គាត់អ្នកឡានយានយ៉ាងក៏បានមកផ្សំផ្ដាច់ពាក្យនៅក្នុងគ្រួសារសៀវដែរធ្វើឲ្យពេលនោះគាត់មានការអាម៉ាស់ជាខ្លាំងបន្ទាប់ពីការមានការអាម៉ាស់យ៉ាងខ្លាំងហើយសៀវយុនក៏ពេលនោះគាត់បានបាក់ទឹកចិត្តជាខ្លាំងបន្ទាប់មកគាត់ក៏បានជួបលោកគ្រូយ៉ាវឡាវទើបលោកគ្រូយ៉ាវឡាវទទួលយកសៀវយានធ្វើជាសិស្សនិងបង្រៀនគាត់ពីវិធីផ្សេងៗបូករួមទាំងការចម្រាញ់ថ្នាំផងដែរការវឹកហាត់ហើយនិងការសងសឹករបស់សៀវយានក៏បានដកជាប់នៅក្នុងចិត្តរបស់គាត់បន្ទាប់មក3ឆ្នាំក្រោយមកគាត់ក៏បានយកឈ្នះអ្នកឡានយានយ៉ាងបានសម្រេចបន្ទាប់មកគាត់ក៏បានធ្វើដំណើរផ្សងព្រេងនិងរកភ្លើងអស្ចារ្យជាច្រើនប្រភេទភ្លើងដែលគាត់ប្រើដំបូងគេនោះគឺអណ្ដាតភ្លើងឋានសួគ៌ហ្នឹងហើយសាច់រឿងខ្លីៗរបស់យើងក៏បានដល់ទីបញ្ចប់ទៅត្រឹមហ្នឹងហើយហ្នឹងហើយដូចខ្ញុំនិយាយពីតាមវីដេអូអញ្ចឹងខ្ញុំគ្រាន់តែមកនិយាយពីរឿងខ្លះៗដែលខ្ញុំបានដឹងទេបើខុសឆ្គងអីសូមកុំប្រកាន់អី